Rồi nào nhé, và cũng một cảnh videoថ្មីចឹងថ្ងៃនេះគឺយើងត្រឡប់មកវិញជាមួយវីដេអូថ្មីមួយទៀតហើយថ្ងៃនេះគឺយើងនឹងត្រឡប់មកវិញជាមួយប្រធានបទថ្មីដែលខ្ញុំទៅរៀបចំបន្ទប់ឡើងវិញអញ្ចឹងណាដូចអ្នកនរគ្នាបានឃើញនៅក្នុង intro របស់វីដេអូខ្ញុំអញ្ចឹងគឺខ្ញុំមាននៅប្រធានបទមួយចំនួនដែលខ្ញុំនឹងលើកមកនិយាយប្រព័ន្ធជាមួយនឹង channel របស់ខ្ញុំនេះប្រព័ន្ធជាមួយនឹងសភៅប្រព័ន្ធជាមួយនឹងបច្ចេកវិទ្យាហើយប្រព័ន្ធជាមួយនឹង movie ប្រព័ន្ធជាមួយនឹងរឿងហេតុតែបានជាខ្ញុំចូលចិត្តរឿងនិយាយទៅគឺប្រព័ន្ធជាមួយនឹងភាពយន្តគឺខ្ញុំចូលចិត្តមើលភាពយន្តច្រើនតាំងពីនៅក្មេងភាសាខ្ញុំមកពីតាមខេត្តអញ្ចឹងហើយនៅខេត្តយើងអត់មានរោងកុនសម្រាប់មើលទេអញ្ចឹងកាលពីក្មេងគឺអាសាយើងជួលឌីសហ្នឹងហើយគេហៅថាជួលឌីសនៅសម័យមុនជួលឌីស1000ឬមួយក៏2000អញ្ចឹងហ្នឹងតាមរឿងអញ្ចឹងណាហើយដល់ពេលខ្ញុំឡើងទៅភ្នំពេញខ្ញុំចាប់ផ្ដើមទៅរៀនទៅភ្នំពេញក៏យើងចាប់ផ្ដើមទៅមើលនៅរោងកុនគឺមួយអាទិត្យយើងក៏មើលមួយរឿងដែរកាលពីជំនាន់មុនដោយសារតែកាលមុនគេមាន promotion មួយរឿងមួយដុល្លារផងអាសាទៅមើលច្រើនកាលពីនៅរហូតដល់រយៈពេលក្រោយនេះក៏អត់សូវបានទេអញ្ចឹងបានខ្ញុំមើលតែនៅលើ website Netflix ដូច HBO Max អីចឹងទៅរឿងដែលខ្ញុំមើលគឺភាគច្រើនគឺពាក់ព័ន្ធជាមួយនឹងរឿង action ហើយទីពីរពាក់ព័ន្ធជាមួយនឹង sci-fi ហើយរឿង romance គឺជារឿងដែលវានៅលំដាប់ក្រោមគេដែលខ្ញុំចូលចិត្តណាខ្ញុំនឹងនិយាយប្រព័ន្ធជាមួយនឹងហេតុតែខ្ញុំចូលចិត្តមើលរឿងប្រភេទ3ប្រភេទហ្នឹងតើមើលរឿងមានកូនប្រយោជន៍អីខ្លះហើយតើខ្ញុំណែនាំឲ្យគ្នាយើងនិយាយចាប់យក hobby ហ្នឹងមួយអត់ដែលខ្ញុំធ្លាប់និយាយកាលពីវីដេអូមុននេះថាជាធម្មតាគឺមនុស្សយើងគួរតែមាន hobby ដើម្បីធ្វើមានគេហៅថាទម្លាប់ទៅពេលទំនេរដើម្បីធ្វើដើម្បីទីមួយគឺដើម្បីឲ្យយើងមានអ្វីមួយដើម្បីបន្ធូរអារម្មណ៍ហ្នឹងហើយដោយសារតែយើងធ្វើការយើងរៀនយើងស្មុកចឹងទៅគឺយើងគួរតែមានអីដែលជួយឲ្យផ្លូវចិត្តរបស់យើងវាប្រសើរដើម្បីឲ្យយើងមានកម្លាំងទៅធ្វើវានៅថ្ងៃបន្ទាប់ទៀតខ្ញុំបានជ្រើសរើសយកការមើលរឿងជាចំណូលចិត្តមួយរបស់ខ្ញុំក្នុងការធ្វើនៅពេលទំនេរនិយាយទៅគឺបើសិនជាទៅលើរឿង action គឺដោយសារតែខ្ញុំចូលចិត្តមើលការគេហៅថាខ្ញុំក៏ធ្លាប់ហាត់ខ្ញុំធ្លាប់អីចឹងទៅដូច្នេះហើយគឺវាចូលចិត្តជារឿងធម្មតាហ្នឹងហើយវាមានសាច់រឿងវាមានអីសង្កេតអីវាគួរចាប់អារម្មណ៍អីដែរហើយបើសិនជានិយាយទៅរឿង sci-fi ហេតុតែបានខ្ញុំចូលចិត្តរឿង sci-fi វាមិនមែនតែរឿងធម្មតា Marvel រឿងធម្ម DC ទេគឺវាតាំងពីរឿងដែលគេនិយាយពីវិទ្យាសាស្ត្រអ្នកនរដែលធ្លាប់ឮរឿងដូចជា Interstellar Inception របស់ Christopher Nolan រឿងជាច្រើនទៀតដែលដូចជា Star Wars series អញ្ចឹងទៅហេតុអីបានខ្ញុំចូលចិត្តមើលរឿងប្រភេទពួកគេហៅថា sci-fi ឬក៏ science fiction វិទ្យាសាស្ត្រប្រឌិតណាអានេះគឺដោយសារតែខ្ញុំយល់ថារឿងរបស់វិទ្យាសាស្ត្រប្រឌិតគឺជាខ្ញុំតែងតែគិតថារឿង sci-fi វាគឺជារឿងដែលទស្សន៍ទាយអំពីអនាគតបើន័យថាអ្វីដែលយើងមើលឃើញនៅក្នុងរឿង sci-fi រឿងខ្លះគឺឬក៏ចំណុចខ្លះគឺវិទ្យាសាស្ត្រយើងអត់ទាន់បង្ហាញជាគេហៅថាការពិសោធន៍មែនតែនបានទេដូច្នេះវាចេញជានៅក្នុងរឿងឲ្យយើងមើលឧទាហរណ៍ដូចជា Interstellar អញ្ចឹង Interstellar គឺជារឿងរបស់ Christopher Nolan ដែលគាត់និយាយពាក់ព័ន្ធជាមួយនឹងបុរសម្នាក់ធ្វើដំណើរទៅក្រៅភពហើយគាត់បានឆ្លងកាត់ជាមួយនឹងប្រហោងខ្មៅបានធ្វើឲ្យគាត់មានគេហៅថាមានឱកាសបានឆ្លងទៅកាន់គេហៅចក្រវាឡមួយទៀតគេហៅថា the fourth dimension ណាដោយសារតែសពថ្ងៃនេះគឺយើងរស់នៅក្នុងពិភពលោកដែលគេហៅថា three dimensional ឬក៏គេហៅថា 3D ហ្នឹងហើយអញ្ចឹងពេលដែលគាត់ឡើងទៅមកដំណាក់កាលទីគេហៅ 4D វាធ្វើឲ្យគាត់មានសមត្ថភាពនៅក្នុងការឆ្លងពេលវេលាគឺនៅពេលដែលគាត់ត្រឡប់មកពីបេសកកម្មរបស់គាត់វិញកូនស្រីរបស់គាត់ដែលនៅក្នុងផែនដីរងចាំគាត់ហ្នឹងគឺចាស់ចិត្តស្លាប់បាត់ហើយអញ្ចឹងបានន័យថាគាត់ធ្វើដំណើរទៅកាន់អនាគតកាលគាត់ចេញទៅនៅពេលដែលកូនគាត់នៅក្មេងហើយគាត់មកវិញនៅពេលដែលកូនគាត់ធំគាត់មិនធំធម្មតាណាគឺកូនគាត់ឡើងចាស់ជាងគាត់ទៀតដូច្នេះហើយអាហ្នឹងគឺសួរថាវាជារឿងប៉ិតអត់អាហ្នឹងបើសិនជាតាមទ្រឹស្ដីវិទ្យាសាស្ត្រគឺវាជារឿងប៉ិតនិយាយទៅទ្រឹស្ដីដែលធ្វើការឆ្លងពេលវេលាតាមរយៈការធ្វើដំណើរក្នុងល្បឿនពន្លឺល្បឿនដែលលឿនខ្លាំងមែនទែនហើយធ្វើដំណើរឆ្លងកាត់ប្រហោងខ្មៅគឺវាអាចធ្វើឲ្យមនុស្សយើងអាចនឹងត្រឡប់មកវិញដោយនៅពេលវេលាមួយទៀតបានន័យថាមិនមែនដោយសារតែគាត់អាចឆ្លងជា dimensional ថ្មីទេអានេះបើសិនជាខ្ញុំនិយាយពីរឿងនឹង deep dive ទៀតគឺវាចូលទៅការវិភាគវិទ្យាសាស្ត្រអីយើងមើលទៅមុខទៀតតែសំខាន់គឺខ្ញុំចង់និយាយថាទ្រឹស្ដីហ្នឹងគឺមានមែនតើនៅក្នុងការរស់នៅជាក់ស្ដែងអ្នកវិទ្យាសាស្ត្រគឺគេបានបញ្ជាក់ទៅលើរឿងហ្នឹងដែរដោយសូម្បីតែក្នុងសាច់រឿងហ្នឹងឬមួយក៏ក្នុងរឿងហ្នឹងណា
អ្នកដឹកនាំរឿងក៏បានសហការជាមួយនឹងសាស្ត្រាចារ្យដែលមានជំនាញផ្នែកហ្នឹងដែលឈ្មោះរបស់គាត់គឺ Kip Thorne ហ្នឹងគឺគាត់សិក្សាអំពីប្រព័ន្ធជាមួយនឹងរបៀនពលឺប្រព័ន្ធជាមួយនឹងរូបវិទ្យាប្រព័ន្ធជាមួយនឹងការធ្វើដំណើរចំពេលវេលាអីហ្នឹងដូច្នេះហើយគឺអានេះវាបង្ហាញថា sci-fi movie វាជារឿងដែលបង្ហាញយើងអំពី technology ដែលមនុស្សយើងអត់ទាន់អាចកើតឬមួយក៏អត់ទាន់អាចធ្វើឲ្យមាននៅក្នុង real life ចឹងគេដាក់នៅក្នុង movie ដើម្បីឲ្យយើងមើលថាវាបើសិនជាពេលវាចេញជារូបរាងទៅវាអាចទៅជាមិនអីចឹងទៅក៏ខ្ញុំ shout out ទៅរឿងដូចជារឿង Marvel ជាដើមក៏មិនអន់ដែរដូចអ្នកនរគ្នាបានធ្លាប់មើលរឿង Avenger Infinity War អ្នកនរគ្នាប្រហែលជាឃើញនៅពិភពដែល Thor ទៅធ្វើការបកកម្ម Mjolnir បកកម្ម Mjolnir Stormbreaker ឡើងវិញហ្នឹងយើងឃើញថា Thor គាត់ចូលទៅដើម្បីធ្វើការបើកឲ្យពលឺព្រះអាទិត្យដល់ពលឺផ្កាយមួយយកពន្លឺហ្នឹងយកធម្មពលចេញពីផ្កាយហ្នឹងដើម្បីចូលទៅក្នុងម៉ាស៊ីនដុតកម្ដៅឲ្យវាចេញជាគេហៅថាកម្ដៅគ្រប់គ្រាន់ដើម្បីរំលាយលោហៈធ្វើជា Stormbreaker អញ្ចឹងទៅអាហ្នឹងក៏មានមែនតើដែរបើសិនជានៅក្នុងវិទ្យាសាស្ត្រវិញគេហៅថាវាជាអាហ្នឹងគឺជាបច្ចេកវិទ្យាមួយដែលគេជឿថាបើសិនជាសម័យណាមួយឬមួយក៏ក្នុង civilization ណាមួយក្នុងជីវិតណាមួយដែលរស់នៅហើយបើសិនជាគេចង់ទាញយកធម្មពលចេញពីកាយយកមកប្រើប្រាស់អានេះគឺជាវិធីសាស្ត្រមួយអាហ្នឹងគេហៅថា Dyson Square អញ្ចឹងឧបមាថាយើងមានផ្កាយមួយរៀងវងហើយផ្កាយបើសិនអ្នកនរដឹងព្រះអាទិត្យយើងក៏ជាផ្កាយមួយដែរគ្រាន់ថានៅចិត្តយើងអញ្ចឹងទៅយើងហៅជាព្រះអាទិត្យបើសិនជានៅឆ្ងាយពីយើងក៏យើងមើលតែជាផ្កាយហ្នឹងក៏ពិតគឺដូចព្រះអាទិត្យយើងអញ្ចឹងបើសិនជាយើងចង់ទាញយកធម្មពលចេញពីព្រះអាទិត្យទាំងមូលឬមួយក៏ចេញពីផ្កាយទាំងមូលគឺយើងធ្វើជា square មួយនៅជុំវិញឬមួយក៏កងរង្វង់មួយនៅជុំវិញព្រះអាទិត្យហ្នឹងដែលយើងអាចធ្វើការ control ធម្មពលដែលចេញពីព្រះអាទិត្យឬមួយចេញពីផ្កាយហ្នឹងដើម្បីយកមកប្រើប្រាស់ដូចជាយើងឃើញសទៅបើកប្រឡោះដើម្បីឲ្យធម្មពលនឹងវាចេញមកអាហ្នឹងក៏វាជាផ្នែកមួយដែរនិយាយទៅគឺ sci-fi គឺអ្នកនរបើសិនជាចាប់អារម្មណ៍អ្នកនរទៅមើលរឿង sci-fi ហើយអ្នកនរសិក្សាពីវិទ្យាសាស្ត្រសិក្សាអំពីរូបវិទ្យាគឺយើងឃើញនៅអ្វីដែលថ្មីច្រើនមែនទែនដែលជីវិតពិតយើងអត់ទាន់អាចឃើញមែនក៏ប៉ុន្តែយើងអាចអានទស្សនៈហើយយើងទៅមើលរឿងទៅឲ្យយើងឃើញថាបើសិនជាការសម័យរបស់មនុស្សយើងបើសិនជាវាទៅជារូបរាងពិតទៅវាជាមិនអីចឹងទៅអានេះគឺជាចំណុចដែលខ្ញុំចូលចិត្តពាក់ព័ន្ធជាមួយនឹងការមើល sci-fi ហើយពាក់ព័ន្ធជាមួយនឹង romance ពាក់ព័ន្ធជាមួយនឹងរឿងគេហៅថា drama អីហ្នឹងគឺវាច្រើនខ្ញុំមើលដើម្បីទទួលបានបទពិសោធន៍ជីវិតអីចឹងណាព្រោះខ្ញុំជឿថារាល់រឿងរាល់ series អីមួយដែលចេញមកឬមួយក៏បង្កើតដោយមនុស្សហ្នឹងគឺភាគច្រើនគឺចេញមកពីបើមិនការសម័យរបស់អ្នកនិពន្ធគឺការចេញពីបទពិសោធន៍របស់អ្នកនិពន្ធយើងត្រូវចេះបែងចែកនៃការមើលដែរហើយមើលហើយគឺយើងសិក្សាទៅថាមួយណាវាជាការសម័យមួយណាគឺវាជាការពិតដែលយើងអាចយកមកសិក្សាថាបើសិនជាយើងជួបបញ្ហាហ្នឹងគឺយើងដើរវិធីណាត្រូវវិធីណាខុសអីចឹងទៅអាហ្នឹងគឺវាអាស្រ័យទៅលើការមើលរបស់អ្នកនរគ្នាសូម្បីតែខ្ញុំក៏ខ្ញុំមិនអាចនិយាយបានថាអ្វីដែលខ្ញុំយកមកពីក្នុងរឿងអ្វីដែលខ្ញុំសិក្សានៅខាងក្រៅហ្នឹងគឺវាត្រូវ 100% ដូចគ្នាអត់ទេបើសិនជាខ្ញុំមើលរឿង drama មើលរឿង romance គឺក្រៅមូលហេតុហ្នឹងប្រភេទមួយទៀតគឺដែលខ្ញុំចូលចិត្តមើលដែរនោះគឺពាក់ព័ន្ធជាមួយនឹង documentary គឺពីច្រើនគឺយើងសិក្សាអំពីអ្វីដែលជាក់ស្ដែងអ្វីដែលពិតប្រាកដអ្វីដែលមានកើតឡើងនៅក្នុងសង្គមជាក់ស្ដែងអញ្ចឹងទៅពីច្រើនគឺធ្វើពាក់ព័ន្ធជាមួយនឹងប្រវត្តិសាស្ត្រពាក់ព័ន្ធជាមួយនឹងរឿងក្តីរឿងឃាតកម្មណាមួយឬមកក៏ធ្វើឡើងពីកម្ពុជាមនុស្សណាមួយអញ្ចឹងណាខ្ញុំចង់រួមជាមួយនឹង documentary ហើយនឹង biography អញ្ចឹងរបៀបថាប្រវត្តិរបស់អ្នកណាម្នាក់ដូចយើងថ្មីនេះយើងឃើញយើងមើលរឿងអីគេមិនថ្មីមួយឆ្នាំ2ឆ្នាំដែរហើយតែតជាមួយនឹងក្របបែកអាតូមិកដូចជារឿង Oppenheimer ហ្នឹងហើយថ្មីហ្នឹងគឺគេចេញពីប្រវត្តិរបស់ Oppenheimer ដែលគាត់គឺជាអ្នកដែលចូលរួមក្នុងគម្រោងបង្កើតក្របបែកបរមាណូដើម្បីឲ្យធ្វើឲ្យអាមេរិកឈ្នះសង្គ្រាមលោកលើកទី1ទី2ទី2ដូច្នេះអាហ្នឹងគឺវាទី1វាបរៀនយើងអំពីប្រវត្តិសាស្ត្រទី2គឺបង្ហាញយើងអំពី visually យើងធ្លាប់មើលប្រវត្តិសាស្ត្រយើងធ្លាប់អាននៅសភៅគឺយើងត្រូវសម័យខ្លួនឯងតែបើសិនជាយើងមើលរឿងយើងមើលឯកសារជាសំឡេងឯកសារជារូបភាពឯកសារជាវីដេអូទាំងហ្នឹងគឺវាធ្វើឲ្យយើងកាន់តែយល់ច្បាស់អំពីហេតុការណ៍មួយហ្នឹងដូចជាភាពយន្តឯកសារថ្មីនៅប្រទេសយើងក៏មានដែរដូចជារឿងដំបងខ្មែរក្រហមសម្រាប់ឪពុកខ្ញុំហើយនឹងរឿងមួយទៀតហ្នឹងគឺដែលខ្ញុំចូលចិត្តដែរគឺ Don't Think I Forgot ឬមួយក៏កុំស្មានបងភ្លេចដែលគាត់ធ្វើពាក់ព័ន្ធជាមួយនឹងជា documentary ដែលនិយាយពាក់ព័ន្ធជាមួយនឹងសិល្បៈរបស់ជាតិយើង
នៅអំឡុងសម័យទសវត្សរ៍ឆ្នាំ60អីចឹងទៅអញ្ចឹងអាទាំងអស់ហ្នឹងគឺសិតតែជាការសិក្សាមួយបែបក្រៅពីសភៅអញ្ចឹងណាគឺយើងអាច visualize យើងតែមើលជាសាច់រឿងយើងតែមើលជាវីដេអូអាហ្នឹងគឺវាទទួលចំណេះដឹងតាមមួយបែបអីចឹងទៅចឹងអានេះក៏ជាវិធីមួយឬមួយក៏ជាចំណង់ចំណូលចិត្តរបស់ខ្ញុំមួយដែរសម្រាប់ការមើលរឿងអញ្ចឹងយើងសរុបរួមមកវិញយើងក៏ឡើងមើលឃើញថាគ្រប់ប្រភេទ genre គ្រប់ប្រភេទ movie គឺផ្ដល់នៅគុណប្រយោជន៍ផ្ដល់នៅចំណេះដឹងប្លែកៗពីគ្នាហើយនេះគឺជាអ្វីដែលខ្ញុំគិតថាខ្ញុំទទួលបានឬមួយក៏ខ្ញុំចូលចិត្តពាក់ព័ន្ធជាមួយនឹង movie ដែលជាហេតុធ្វើឲ្យខ្ញុំចូលចិត្តមើលរឿងច្រើនគឺដោយសារតែហេតុផលអស់ហ្នឹងហើយខ្ញុំសង្ឃឹមថាបើសិនជាអ្នកទាំងអស់គ្នាមើលរឿងឬមួយក៏អ្នកទាំងអស់គ្នាស្វែងរក hobby អាចសម្រេចចិត្តឬមួយក៏ជ្រើសរើសការមើលរឿងគឺជា hobby បានគោលគំនិតហ្នឹងគឺខ្ញុំចង់ឲ្យទី1គឺណែនាំអ្នកទាំងអស់គ្នាថាខ្ញុំមើលរឿងដើម្បីអីហេតុអីបានខ្ញុំចូលចិត្តមើលរឿងហើយទី2ខ្ញុំពាក់ពីគុណប្រយោជន៍គុណវិបត្តិចឹងទៅហើយទី3គឺខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងជ្រើសរើសវាជា hobby ឬមួយក៏អត់គឺស្អីលើអ្នកនរគ្នាគាត់ថានេះជាគំនិតរបស់ខ្ញុំអញ្ចឹងណាអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូនេះខ្ញុំគិតថាវាអត់មានអីច្រើននេះគាត់ខ្ញុំនិយាយទូទៅអញ្ចឹងទៅគ្រាន់តែមួយរយៈហ្នឹងគឺខ្ញុំមានបញ្ហាច្រើនមិនថាបញ្ហាសុខភាពសម្បងហ្មងអញ្ចឹងខ្ញុំនឹងព្យាយាមគេហៅថាត្រឡប់មកវិញខ្ញុំនឹងរៀបចំជាមួយនឹងប្រធានបទឆ្លើយថ្មីដើម្បីមកនិយាយជូនអ្នកនរគ្នាអញ្ចឹងណាហើយសង្ឃឹមថាជួបគ្នានៅពេលឆាប់ៗនេះដែរហើយកុំភ្លេច take care យើងជួបគ្នានៅវីដេអូក្រោយ